បរិសុទ្ធចំណាស់ម្នាក់ក្នុងគ្រួសារបានទទួលមរណភាពហេតុអ្វីបានជាមនុស្សតែងកាច់ឆ្នាំងឬពីពេលឈឺមានរឿងចាស់លាក់នៅទីនេះខ្ញុំនឹងបកស្រាយវាឲ្យបានលម្អិតនៅថ្ងៃនេះនៅដើមឆ្នាំនៅក្នុងទីប្រជុំជន Kingshi មានបរិសម្នាក់ឈ្មោះ Chen Shui រស់នៅគាត់បានរៀបការជាមួយ Shuwon មកពីភូមិជិតខាងក្នុងវ័យ20របស់គាត់គូស្នេហ៍វ័យក្មេងមួយគូនេះបានរស់នៅយ៉ាងផ្អែមល្ហែមនិងចុះសម្រុងគ្នានៅឆ្នាំបន្ទាប់ទារកដែលមានសុខភាពល្អនិងធំបានកើតមកមានឈ្មោះ Nayan វាមានន័យថាចង់បានទំនាក់ទំនងនាពេលអនាគតប៉ុន្តែតើអ្នកណាអាចស្រមៃបាន Nayan ទើបតែមានអាយុ1ខែប៉ុណ្ណោះ Shuwon បានធ្លាក់ខ្លួនឈឺគាត់បានចាក់ចេញបន្ទាប់ពី2-3ថ្ងៃ Shuwon បានចាក់ចេញ Chen Shui បានដួលរលំទាំងស្រុងយំតាំងពីព្រឹកដល់យប់ភ្នែករបស់នាងហើមដូចផ្លែប៉ែអ្នកចិត្តខាងមិនអាចទ្រាំទ្របានទេប្រាប់គាត់ឲ្យឈប់យំតើអ្នកណានឹងមើលថែទារកដែលទើបតែអាយុ1ខែមិនមិនរកប្រពន្ធទៀតយ៉ាងហោចណាស់ពួកគេអាចជួយមើលថែក្មេងមិនអាចទប់ទល់នឹងភ្លើងបានទេ Chen Shui ក្រោយមកគាត់បានរៀបការជាមួយលេងឈីញៀងមកពីភូមិលេឈីវនាងនេះជាមនុស្សស្មោះត្រង់ណាស់លុះចូលដល់មាត់ទ្វារហើយដៃនាងបានប្រព្រឹត្តល្អជាងកូនរបស់នាងទៅទៀតសង្កត់និងបន្ធូរអារម្មណ៍នៅពេលថ្ងៃដេកក្នុងដៃគ្នានៅពេលយប់ទឹកដោះម្ដាយមួយមាត់និងប្បោមួយមាត់ក្រពះខ្ញុំឈឺយ៉ាងខ្លាំងវាមានអារម្មណ៍ថាភ្នែកខ្ញុំលេចចេញប៉ុន្តែជោគវាសនាមិនអាចអត់ទោសបានទេនេះឯងទើបតែមានអាយុ3ឆ្នាំប៉ុណ្ណោះ Chen Shui បានធ្លាក់ខ្លួនជាម្ដងទៀតហើយមិនជាសះស្បើយទេនៅទីបំផុតគាត់បានបន្សល់ទុកអ្នកប៉ាក់នឹងនេះឯងឥឡូវនេះនៅសល់តែម្ដាយនិងកូនជីវិតកាន់តែតឹងតែងជីវនាងមានបងប្រុស2នាក់ឃើញប្អូនស្រីមេម៉ាយនៅក្មេងបែបនេះនាងមិនមានកូនប្រុសឬកូនស្រីទេមិនគួរទុកនរណាម្នាក់ចោលឡើយគាត់បានណែនាំប្អូនស្រីរបស់គាត់អ្នកនៅក្មេងណាស់ហេតុអ្វីមិនរៀបការម្ដងទៀតសូមឲ្យពាក់កណ្ដាលទី2នៃជីវិតរបស់អ្នកកាន់តែងាយស្រួលអ្នកប៉ាក់នាងងក់ក្បាលភ្លាមពេលឮដូច្នោះយើងជាស្ត្រីជឿលើការគោរពប្រតិបត្តិទាំង3និងគុណធម៌4មិនបានរៀបការបែបនេះក្រៅពីនេះខ្ញុំមានអំណរគុណក្នុងចិត្តគាត់គឺជាកូនប្រុសរបស់ខ្ញុំទីបំផុតខ្ញុំនឹងមានសេរីភាពនៅពេលក្មេងធំឡើងយើងពិតជាមិនអាចបោះបង់ចោលកុមារក្រីក្រនេះបានទេបងប្រុស2នាក់ដឹងថាពួកគេមិនអាចបញ្ចុះបញ្ចូលគាត់បើមិនដូច្នេះទេយើងអាចឲ្យគាត់បានតែប៉ុណ្ណោះគ្រួសាររបស់ Chen Shui មិនបានសុខស្រួលទេពេលគាត់នៅមានជីវិតឥឡូវនេះបង្គោលនៃការគ្រប់គ្រងបានបាត់ទៅហើយជីវិតកាន់តែពិបាកអ្នកប៉ាក់បានកាន់ចប់កាប់ហើយធ្វើការនៅវាលស្រែពេលថ្ងៃគាត់អង្គុយក្រោមចង្គៀងប្រេងពេលយប់ដើម្បីបង្វិលអំបោះនិងក្រណាត់ត្បាញដេដោយ stage ដៃម្ខាងនឹងចប់កាប់មួយចិញ្ចឹមជីវិតម្ដាយនិងកូនស្រីជីវិតលំបាកជាងដេប៉ាក់មិនដែលខកខានក្នុងការសរសើរញ៉ែនឹងទេគាត់បានដាក់ចានប៉ូសេឡែនរដុបនៅក្បែរក្រែថាតើវាជាផ្លែឈើនិងការបរិច្ឆេទដែលខ្ញុំបានទិញដោយការដឹងគុណវាជាវត្ថុកម្រនិងធម្មតាដែលផ្ញើពីគ្រួសារមេត្តារបស់នាងដាក់ពួកវាទាំងអស់ទៅក្នុងអាងខ្ញុំមិនអាចទ្រាំនឹងការញ៉ាំមួយខាំខ្លួនឯងទេទុកវាទាំងអស់ឲ្យណៃនឹងដរាបណាកុមារឃ្លានអ្នកអាចចូលទៅក្នុងចានភ្លាមហើយចាប់យកអាហារណៃអិនក៏បង្កើតទម្លាប់មួយដែរមិនថាអ្នកនឿយហត់ពីការលេងឬត្រឡប់មកពីសាលារៀនទេសភាពគិតដំបូងរបស់ខ្ញុំគឺចង់ទៅចិត្តផាំងនោះកាលណៃអិនមានអាយុ6ឆ្នាំជាងដេប៉ាក់បានគ្រវីថ្មីហើយចាប់ផ្ដើមបង្រៀនគាត់ឲ្យអាននិងសរសេរកូននេះក៏សន្យាដែររហ័សរហួនណាស់អ្វីដែលអ្នកប្រគល់ឲ្យអ្នកត្រឡប់មកវិញនៅឆ្នាំបន្ទាប់ឈីនាងបានរៃអង្គាសប្រាក់ម្ដងទៀតគាត់ត្រូវបានបញ្ជូនទៅការិយាល័យឯកជននៅទីក្រុង Kingshi ណែនអានសម្បត្តិគ្រួសាររបស់គាត់បានល្អនិងល្អជាងមុនពេលដឹងរឿងនេះខ្ញុំមានអាយុ18ឆ្នាំណែនChenពិតជាគួរឲ្យចាប់អារម្មណ៍ណាស់គាត់បានប្រឡងជាប់អធិរាជដោយផ្ទាល់គាត់នឹងក្លាយជាចៅក្រមស្រុកនៅតំបន់ផ្សេងលើកនេះទីក្រុង Kingshi ទាំងមូលបានដឹងថាគ្រួសារ Chen បានផលិតទេពកោសល្យដ៏អស្ចារ្យបើទោះជាណែននឹងចិត្តចូលកាន់តំណែងក៏ដោយខ្ញុំនៅតែមិនអាចបំបែកទម្លាប់ចាស់របស់ខ្ញុំបានទេជីញឹកញយគាត់តែងតែលួចយកអាហារទៅដាក់ក្នុងអាងក្បែរក្រែម្ដាយគាត់ហើយអាងនោះនឹងមិនទេឡើយប៉ុន្មានថ្ងៃមុនណៃអិនហ៊ីបនឹងចាក់ចេញទៅប្រពន្ធរបស់គាត់ជឿនាងមានន័យថាធ្វើការលើសពី10ឆ្នាំខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺណៃអិនថប់អារម្មណ៍ដូចស្រមោចនៅលើខ្ទះក្ដៅស្នាក់នៅក្បែរក្រែទាំងយប់ទាំងថ្ងៃវិជ្ជាបណ្ឌិតត្រូវបានអញ្ជើញម្ដងមួយស៊ុបបានពុះពេញមួយយប់គាត់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងខ្ញុំងុយដេកណាស់នៅពេលយប់ពួកគេទើបតែងងុយដេកមួយរយៈនៅជើងម្ដាយរបស់ពួកគេម្ដាយគ្រវីក្បាលបន្តិចហើយរំកិលខ្លួនបន្តិចគាត់សួរភ្លាមថាបើម៉ាក់មានបញ្ហាអ្វីតើវាឈឺចាប់នៅកន្លែងណាមួយទេសូម្បីតែអញ្ចឹងតិចជាង1ខែជាងដេបានចាក់ចេញឆ្នាំនេះពោពេញទៅដោយការយំហើយនាងក៏ថប់ដង្ហើមខ្ញុំប្រាប់អ្នករាល់គ្នាដែលខ្ញុំជួបថាបើគ្មានម្ដាយខ្ញុំក៏គ្មានដែរគាត់បានចិញ្ចឹមខ្ញុំដោយការលំបាកយ៉ាងខ្លាំងអស់រយៈពេល18ឆ្នាំរងទុក្ខ18ឆ្នាំគ្រាន់តែពេលដែលខ្ញុំហៀបនឹងទទួលបានសុភមង្គលប៉ុន្មានថ្ងៃហេតុអ្វីបានជាអ្នកចាក់ចេញគាត់ខូចចិត្តខ្លាំងណាស់ដែលគាត់មិនព្រមញ៉ាំឬផឹកគាត់គ្រាន់តែអង្គុយក្បែរក្រែម្ដាយរបស់គាត់ហើយយំពេញមួយថ្ងៃគ្រប់គ្នាមានអារម្មណ៍សោកស្ដាយចំពោះគាត់មនុស្សគ្រប់គ្នាមកបញ្ចុះបញ្ចូលគាត់ដោយនិយាយថាឌឺណែនិងម្ដាយរបស់អ្នកកំពុងមើលពីលើមេឃបើធ្វើបាបខ្លួនឯងបែបនេះវាត្រូវតែឈឺចាប់ប៉ុណ្ណាសម្រាប់គាត់ក្រៅពីនេះអ្នករៀបនឹងក្លាយជាចៅក្រមខេត្តយើងមិនអាចមានលទ្ធភាពដួលរំបានទេខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលនាងជាច្រើនថ្ងៃណែនស្ទើរតែមិនអាចញ៉ាំអាហារពី3ខាំប៉ុន្តែភ្លាមនៅពេលដែលខ្ញុំមើលទៅឃើញអាងប៉ូសេឡែនទេក្បែរក្រែគាត់នឹកឃើញការដែលអធិរាជនៅមានជីវិតតែងតែមានអាហារនៅក្នុងចាននេះពេលនេះម្ដាយបាត់ទៅហើយអាងគឺទេខ្ញុំមិនអាចទប់ទឹកភ្នែកបានភ្លាមទេមានមនុស្សម្នាក់បានស្នើថាប្រហែលអ្វីបានជាយើងមិនវាឆ្នាំងនោះនីអេនខូចចិត្តពេលឃើញប៉ុន្តែនីអេនបានបដិសេធជាដាច់ខាតធំនេះគឺជាខ្សែជីវិតរបស់ខ្ញុំយប់មុនម្ដាយខ្ញុំទទួលមរណភាពគេឲ្យខ្ញុំយកផ្លែឈើពីចានមកហូបទៀតអ្នកមិនអាចបន្តធ្លាក់បែបនេះជារៀងរហូតទេថ្ងៃទៅជួបគ្រូពេទ្យចិត្តមកដល់ហើយគ្មាននរណាម្នាក់មានដំណោះស្រាយល្អទេពិធីបុណ្យសពបានធ្វើឡើងនៅថ្ងៃទី3ម្ដាយមានអាងប៉ូសេឡែនដ៏គ្រើមនោះនៅលើក្បាលរបស់នាងលុតជង្គង់នៅមុខមឈូសទាំងយំថាតៅដាម៉ាជីវិតរបស់អ្នកលំបាកណាស់គាត់បានលាចាកលោកមុនពេលដែលគាត់អាចទទួលបានពរជ័យរបស់គាត់ទោះជាមឈូសរៀបនឹងចេញពីខ្លោងទ្វារញ៉ែនិនពិតជាមិនអាចទ្រាំបាននៅពេលឃើញ
ម្ដាយរបស់នាងចាក់ចេញពីផ្ទះខ្ញុំយំរហូតដល់ចក្ខុវិស័យរបស់ខ្ញុំងឹតនាងបានដួលសន្លប់ភ្លាមដោយខ្ទាស់ដៃខ្ញុំបានបន្ធូរអាងបានធ្លាក់ដល់ដីហើយបែកជាដុំពូដែលនៅក្បែរខ្ញុំមើលឈុតនេះទឹកភ្នែកក៏ស្រក់ចុះខ្ញុំដកដង្ហើមចូលដោយគិតថាតើក្មេងម្នាក់នេះស្លូតត្រង់កម្រិតណាតាំងពីពេលនោះមក Shi Zhen បានរៀបចំពិធីបុណ្យសពនៅផ្ទះមិត្តភ័ក្តិកូនកំលោះក៏នឹកឃើញរឿងរបស់នីអេននិងម្ដាយរបស់គាត់ក្រោយមកច្បាប់ត្រូវបានអនុម័តជាបណ្ដាមុនពេលឈឺចូលដុតលុយក្រដាសមួយចំនួនក្នុងឆ្នាំងដីនៅថ្ងៃដែលខ្ញុំធ្លាក់ខ្លួនឈឺកូនប្រុសច្បងឬចៅប្រុសកាន់អាំងនៅលើក្បាលរបស់គាត់វាត្រូវបានគេវាយបែកកណ្ដាលផ្លូវផងដែរព្រោះវាត្រូវដាក់នៅលើក្បាលជាមុនទំនៀមនេះត្រូវបានគេហៅថាធ្វើសមតុល្យឲ្យអាំងចាស់បន្ទាប់ពីបានស្ដាប់រឿងនេះយើងទាំងអស់គ្នាអាចដោះស្រាយវាបានចានឆ្នាំងដីត្រូវបានកំទេចវត្ថុដែលខូចអ្វីដែលលាក់ទុកគឺការគោរពកោតខ្លាចអាំងដែលបាក់គឺដូចជាការបញ្ជូនមនុស្សជាទីស្រឡាញ់ទៅដំណើរចុងក្រោយរបស់ពួកគេចាប់ពីពេលនេះទៅវានឹងក្លាយជាការលាគ្នារហូតបែកគ្នារហូតដូច្នេះឆ្នាំងចាស់មិនមែនគ្រាន់តែបំបែកឆ្នាំងនោះទេដូច្នេះសាមញ្ញនេះជាអ្វីដែលមនុស្សរស់និយាយទៅកាន់មនុស្សជាទីស្រឡាញ់ដែលបានចាក់ចេញទៅមិនអាចបោះបង់គំនិតវាគឺដើម្បីបង្ហាញពីទុក្ខព្រួយក្នុងចិត្តរបស់ខ្ញុំវាជាគំនិតពិតដែលត្រូវបានគេបង្ហាញ